លោកអ្នកកំពុងតែតាមដានស្ដាប់ Channel មុនខ្មៅកាលពី100ឆ្នាំមុននៅក្នុងខេត្តមួយដ៏ឆ្ងាយដាច់ស្រយាលមានភូមិមួយឈ្មោះថាព្រៃស្ងាត់ភូមិនេះស្ថិតនៅកណ្ដាលព្រៃធំមួយភូមិព័ទ្ធដោយដើមឈើខ្ពស់ៗនិងផ្លូវលំតូចៗមានតែអ្នកភូមិតែប៉ុណ្ណោះដែលបានស្គាល់ផ្លូវនេះភូមិនេះមានប្រជាជនប្រមាណ100គ្រួសារដែលភាគច្រើនប្រកបរបរកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វពួកគេរស់នៅយ៉ាងសុខសាន្តមានទំនៀមទម្លាប់ប្រពៃណីដ៏យូរអង្វែងនិងការរួបរวมគ្នាជាសាមគ្គីប៉ុន្តែថ្ងៃមួយរឿងរ៉ាវចម្លែកបានចាប់ផ្ដើមកើតមានឡើងដំបូងឡើយវាជារឿងតូចតាចដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់ស្រាប់តែមានសត្វមាន់ងាប់ជាច្រើនក្បាលនៅក្នុងទ្រុងតែមួយយប់ដោយគ្មានរបួសនិងស្នាក់ស្នាមអ្វីសោះបន្ទាប់មកគោក្របីរបស់អ្នកភូមិក៏ចាប់ផ្ដើមឈឺហើយងាប់បន្តិចម្ដងដែលធ្វើឲ្យអ្នកភូមិចាប់ផ្ដើមភ័យព្រួយហើយព្យាយាមរកមូលហេតុប៉ុន្តែគ្មាននរណាម្នាក់អាចបញ្យល់បានឡើយថ្ងៃមួយស្ត្រីចំណាម្នាក់មានឈ្មោះថាយីម៉ឺនបានដួលសន្លប់ពេលគាត់កំពុងទៅដងទឹកឃើញបែបនេះអ្នកភូមិបាននាំយីម៉ឺនមកកាន់ផ្ទះរបស់គាត់រួចហើយក៏ទៅហៅគ្រូខ្មែរឲ្យមកមើលគាត់ប៉ុន្តែយីម៉ឺនក៏បានស្លាប់ទៅវិញក្នុងរយៈពេល3ថ្ងៃក្រោយមកដោយគ្មានរោគសញ្ញាអ្វីច្បាស់លាស់ក្រៅពីគ្រុនក្តៅបន្តិចបន្តួចការស្លាប់របស់យាយម៉ឺនទៅបានអ្នកភូមិចាត់ទុកថាវាជារឿងធម្មតាព្រោះយាយម៉ឺនចាស់ទៅហើយប៉ុន្តែបន្ទាប់ពីយាយម៉ឺនបានស្លាប់មួយសប្តាហ៍បុរសវ័យកណ្ដាលម្នាក់មានឈ្មោះថាពូថុងដែលជាអ្នកខ្លាំងពូកែនិងមិនដែលឈឺស្កាត់អ្វីសោះក៏ចាប់ផ្ដើមឈឺដែរគាត់មានអាការៈក្តៅខ្លួននិយាយមិនច្បាស់ហើយពេលខ្លះស្រែកឡូឡានៅពាក់កណ្ដាលអាធ្រាត្រដូចជាកំពុងនិយាយជាមួយនរណាម្នាក់ដែលគ្មាននរណាម្នាក់អាចឃើញបានគ្រូឆ្នើមធ្វើថ្នាំគ្រប់បែបយ៉ាងតែពូថុងនៅតែស្លាប់នៅក្នុងរយៈពេល4ថ្ងៃការស្លាប់របស់ពូថុងធ្វើឲ្យអ្នកភូមិចាប់ផ្ដើមព្រួយបារម្ភជាខ្លាំងពួកគេចាប់ផ្ដើមនិយាយតគ្នាអំពីរឿងព្រេងដែលពួកគេធ្លាប់ឮពីជីតារបស់ពួកគេអ្នកខ្លះថាប្រហែលជាភូមិត្រូវបណ្ដាសាអ្នកខ្លះទៀតថាប្រហែលជាព្រៃបិសាចមកលោកលេងហើយអ្នកខ្លះទៀតថាប្រហែលជាទឹកដីនេះមិនសូវល្អគួរតែរើភូមិចោលប៉ុន្តែមេភូមិម្នាក់ឈ្មោះថាតាសួសជាមនុស្សមានសទ្ធាជឿជាក់លើព្រះពុទ្ធសាសនាគាត់បានប្រាប់អ្នកភូមិថាកុំភ័យអីគាត់នឹងទៅអញ្ជើញគ្រូអាចារ្យមកពីវត្តក្បែរនោះមកធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅភូមិនេះលុះលោកគ្រូមកដល់លោកក៏បានធ្វើពិធីសូត្រមន្តអស់រយៈពេល3ថ្ងៃក្រោយពីលោកបានធ្វើពិធីរួចរាល់ហើយអ្នកភូមិមានសេចក្តីស្ងប់ចិត្តខ្លះហើយគិតថារឿងអាក្រក់នឹងត្រូវបានបាត់ទៅវិញប៉ុន្តែបន្ទាប់ពីលោកគ្រូវិលត្រឡប់ទៅវត្តវិញបានប្រមាណ2ថ្ងៃក្មេងស្រីម្នាក់មានឈ្មោះថាស្រីពៅនាងមានអាយុទើបតែ12ឆ្នាំក៏ចាប់ផ្ដើមឈឺដែរនាងមានរោគសញ្ញាដូចអ្នកដទៃឈឺគ្រុនក្តៅនិយាយមិនច្បាស់ហើយស្រែកឡូឡានៅពាក់កណ្ដាលអាធ្រាត្រឪពុកម្ដាយរបស់នាងព្យាយាមអស់ពីសមត្ថភាពតែនៅទីបំផុតនាងក៏បានស្លាប់ទៅដែរការស្លាប់របស់ស្រីពៅធ្វើឲ្យអ្នកភូមិភ័យខ្លួនស្លោជាខ្លាំងឥឡូវនេះមិនមែនត្រឹមតែជាមនុស្សចាស់ឬមនុស្សឈឺទៀតទេសូម្បីតែក្មេងៗក៏ឈឺស្លាប់ដែរក្នុងរយៈពេលតែ2ខែប៉ុណ្ណោះមនុស្សប្រហែល10នាក់ត្រូវបានស្លាប់ដោយគ្មាននរណាម្នាក់អាចរកមូលហេតុបានឡើយតាសួសមេភូមិបានប្រជុំអ្នកភូមិទាំងអស់នៅក្នុងវត្តដើម្បីពិភាក្សាគ្នាគាត់បានស្នើទៅអញ្ជើញគ្រូមុនម្នាក់ដ៏ល្បីឈ្មោះមកពីស្រុកឆ្ងាយប្រហែលជាគ្រូមុននោះអាចជួយពួកគេបានអ្នកភូមិទាំងអស់បានយល់ស្របគ្នាហើយប្រមូលលុយគ្នាទៅអញ្ជើញគ្រូស្អាងដែលគេល្បីថាអាចបណ្ដេញខ្មោចព្រាយបិសាចបានគ្រូស្អាងបានមកដល់ភូមិហើយធ្វើពិធីយ៉ាងធំគាត់រៀបចំគ្រឿងបូជាសូត្រមន្តអាគមនិងរាំរបាំបណ្ដេញខ្មោចអស់រយៈពេល3ថ្ងៃ3យប់នៅយប់ចុងក្រោយគាត់បានប្រកាសថាគាត់បានឃើញវិញ្ញាណកំណាចមួយដែលកំពុងតែលងបន្លាចអ្នកភូមិហើយគាត់បានបណ្ដេញវាចេញទៅហើយអ្នកភូមិសប្បាយចិត្តណាស់ហើយជឿថារឿងរ៉ាវនឹងបានធូរស្បើយប៉ុន្តែមួយសប្តាហ៍ក្រោយមក
មនុស្សកាន់តែច្រើនចាប់ផ្ដើមឈឺកាន់តែច្រើនលើកនេះវាហាក់ដូចជារីករាលដាលលឿនជាងមុនក្នុងមួយខែមនុស្សជាង30នាក់ត្រូវបានស្លាប់អ្នកភូមិភ័យណាស់ក៏ចាប់ផ្ដើមរើចេញពីភូមិទៅរកកន្លែងសុវត្ថិភាពនៅកន្លែងផ្សេងតែគួរឲ្យចម្លែកសូម្បីតែអ្នករត់ចេញទៅក៏ចាប់ផ្ដើមឈឺដែរហើយស្លាប់នៅតាមផ្លូវឬនៅកន្លែងដែលពួកគេបានទៅដល់ដែរដំណឹងនេះបានលើទៅដល់មន្ត្រីរាជការនៅឯទីក្រុងពួកគេបានបញ្ជូនគ្រូពេទ្យប្រចាំប្រទេសម្នាក់ឲ្យមកពិនិត្យមើលស្ថានភាពគ្រូពេទ្យនោះមានឈ្មោះថាវេជ្ជបណ្ឌិតប៉ូលជាជនជាតិបារាំងដែលកំពុងបម្រើការងារនៅកម្ពុជាលោកបានមកដល់ភូមិព្រៃស្ងាត់ហើយពិនិត្យមើលអ្នកជំងឺនិងសាកសពអ្នកស្លាប់លោកពុំអាចរកមូលហេតុមេរោគឬបាក់តេរីអ្វីបានឡើយលោកក៏សម្គាល់ឃើញថាអ្នកស្លាប់ទាំងអស់សុទ្ធតែមានសញ្ញាដូចគ្នានិងគ្មានរបួសគ្មានស័ក្តិសមអ្វីហើយរោគសញ្ញាភាគច្រើនវាប្រែប្រួលទៅតាមផ្លូវចិត្តដូចជាការភ័យខ្លាចការយល់ច្រឡំនិងការស្រែកឡូឡាលោកវេជ្ជបណ្ឌិតប៉ូលបានសន្និដ្ឋានថាប្រហែលជាមានសារធាតុពុលអ្វីមួយនៅក្នុងទឹកឬនៅក្នុងដីដែលបណ្ដាលឲ្យមនុស្សឆ្កួតហើយស្លាប់គាត់បានយកគំរូទឹកនិងដីទៅពិនិត្យប៉ុន្តែមិនអាចឃើញសារធាតុអ្វីមួយដែលគួរឲ្យកត់សម្គាល់ឡើយមុនពេលគាត់ចាក់ចេញគាត់បានណែនាំអ្នកភូមិឲ្យប្រុងប្រយ័ត្នខ្ពស់ហើយប្រសិនបើអាចគូតែរើចេញពីភូមិជាបណ្ដោះអាសន្នសិនបន្ទាប់ពីមជ្ឈបណ្ឌិតត្រឡប់ទៅវិញអ្នកភូមិនៅតែបន្តស្លាប់ឥឡូវនេះស្លាប់ទៅរៀងរាល់ថ្ងៃអ្នកភូមិដែលនៅសល់ភាគច្រើនជាមនុស្សចាស់ឬអ្នកដែលគ្មានទីកន្លែងទៅណាពួកគេបានរស់នៅដោយភាពភ័យខ្លាចមិនហ៊ានចេញពីផ្ទះនៅពេលយប់ហើយពួកគេតែងតែឮសំឡេងចម្លែកនៅក្នុងព្រៃជ្រៅថ្ងៃមួយស្ទើរតែមានព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងគ្រួសារមួយដែលមានសមាជិក5នាក់ត្រូវបានគេប្រទះឃើញស្លាប់ទាំងអស់គ្នានៅក្នុងផ្ទះរបស់ពួកគេអង្គុយជារង្វង់នៅកណ្ដាលផ្ទះរបស់ពួកគេដោយដៃកាន់គ្នាដោយមើលទៅតាមទឹកមុខរបស់ពួកគេគឺភ័យខ្លាចជាខ្លាំងដោយមុខរបស់ពួកគេបានបែរទៅខាងលិចនៅទ្វាររបស់ពួកគេគ្មាននរណាម្នាក់ដឹងថាពួកគេស្លាប់ដោយរបៀបណានោះទេព្រោះគ្មានរបួសស្នាមអ្វីសោះព្រឹត្តិការណ៍មួយនេះធ្វើឲ្យអ្នកភូមិនៅសល់សម្រេចចិត្តថាពួកគេមិនអាចរស់នៅទីនេះទៀតបាននោះទេតាសួសជាមេភូមិដែលខ្លួនកំពុងតែឈឺបានប្រកាសឲ្យអ្នកភូមិទាំងអស់រៀបចំខ្លួនចាក់ចេញពីភូមិនេះជារៀងរហូតគាត់ថាដីនេះត្រូវបណ្ដាសាហើយបើនៅតទៀតអ្នកភូមិនឹងស្លាប់ទាំងអស់គ្នាអ្នកភូមិដែលនៅសល់ប្រមាណ50នាក់ត្រូវបានរៀបចំអីវ៉ាន់របស់ពួកគេយ៉ាងប្រញាប់ប្រញាល់ពួកគេយកតែរបស់របរសំខាន់ដូចជាអង្ករត្រៃងៀតនិងសម្លៀកបំពាក់មួយចំនួនតែប៉ុណ្ណោះពួកគេចាក់ចេញពីភូមិនៅពេលព្រឹកព្រលឹមដោយមិនហ៊ានមើលក្រោយឡើយផ្ទះសំបែងវត្តអារាមសួនច្បារទៅបោះបង់ចោលសត្វព្រៃចាប់ដើមចូលមករស់នៅក្នុងភូមិសត្វពស់វាតាមផ្ទះសត្វស្វាលត់លើដំបូលផ្ទះហើយដើមឈើដុះពីពេញផ្លូវថ្នល់ភូមិព្រៃស្ងាត់បានคล้ายទៅជាភូមិដែលអត់មនុស្សនៅយ៉ាងពិតប្រាកដហើយពេលវេលាកន្លងផុតទៅ100ឆ្នាំគឺជាពេលវេលាដ៏យូរលង់ណាស់សម្រាប់មនុស្សម្នាក់ប៉ុន្តែសម្រាប់ធម្មជាតិវាគ្រាន់តែជាពេលដែលខ្លីមួយតែប៉ុណ្ណោះព្រៃឈើបានលេបត្រដក់ភូមិទាំងមូលផ្ទះឈើបានរលំរលាយដំបូលប្រក់ស្លឹកត្នោតបានរលួយហើយវត្តអារាមក៏ទៅคล้ายទៅជាគំនរបាក់បែកគ្មាននរណាម្នាក់ហ៊ានចូលក្នុងតំបន់នោះទៀតទេព្រោះមានពាក្យចាស់បាននិយាយតគ្នាថាដីនោះមានរបាំងការពារពីធម្មជាតិហើយបើអ្នកណាហ៊ានចូលទៅនឹងត្រូវបណ្ដាសាប៉ុន្តែនៅក្នុងឆ្នាំ2024មានក្រុមនិស្សិត5នាក់មកពីរាជធានីភ្នំពេញបានសម្រេចចិត្តធ្វើដំណើរកម្សាន្តទៅកាន់ខេត្តដាច់ស្រយាលមួយពួកគេគឺជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យមួយនៅភ្នំពេញក្រុមរបស់ពួកគេមានសមាជិក5នាក់ទី1គឺវិចិត្រជាប្រុសមានអាយុ21ឆ្នាំជាអ្នកចូលចិត្តសងព្រេងនិងជាអ្នកថតរូបគេគឺជាមនុស្សដែលមានចិត្តក្លាហានទី2គឺស្រីនាងជាស្រីអាយុ20ឆ្នាំជាអ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រនាងគឺជាមនុស្សឆ្លាតចេះគិតពិចារណាហើយនាងចេះភាសាបារាំងនិងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញអ្នកទី3គឺរតនៈជាប្រុសមានអាយុ22ឆ្នាំជាអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រគាត់គឺជាមនុស្សស្រឡាញ់ការបទពិសោធន៍ហើយតែងតែព្យាយាមរកការបញ្យល់បែបវិទ្យាសាស្ត្រចំពោះអ្វីៗដែលចម្លែកអ្នកទី4គឺមានឈ្មោះថាមុនីជាប្រុសអាយុ21ឆ្នាំគេគឺជាអ្នកសិក្សាផ្នែកទស្សនវិជ្ជា
គាត់គឺជាមនុស្សស្រឡាញ់ការសញ្ជឹងគិតហើយតែងតែនិយាយអំពីរឿងអបិយជំនឿនិងរឿងព្រលឹងវិញ្ញាណអ្នកទី5ជាអ្នកចុងក្រោយមានឈ្មោះថាចាន់គេជាស្រីអាយុ20ឆ្នាំគេគឺជាអ្នកសិក្សាផ្នែកចិត្តវិទ្យានាងគឺជាមនុស្សរសើបចេះសង្កេតអារម្មណ៍អ្នកដទៃហើយជាអ្នកដែលតែងតែឃើញអ្វីដែលអ្នកដទៃមិនអាចឃើញបានពួកគេបានជួលឡានមួយឲ្យបើកទៅកាន់ខេត្តនោះដោយគ្មានគោលដៅច្បាស់លាស់ពួកគេចង់គេចពីភាពអ៊ូអរនៃទីក្រុងចង់ដកដង្ហើមយកខ្យល់បរិសុទ្ធនិងចង់ឃើញទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាលនៅពេលដែលពួកគេចេញដំណើរទៅកាន់តំបន់នោះមេឃក៏ចាប់ផ្ដើមងងឹតហើយភ្លៀងក៏ចាប់ដល់ធ្លាក់យ៉ាងខ្លាំងផ្លូវលំខ្លាយទៅជាភក់ឡានមិនអាចបន្តដំណើរទៅមុខបានទេអ្នកបើកបរបានប្រាប់ពួកគេថាផ្លូវនេះមើលទៅយើងមិនអាចទៅមុខបានទៀតទេខ្ញុំមិនអាចប្រថុយបើកឡានទៅមុខបានទេព្រោះតែផ្លូវរអិលពេកហើយវាគ្រោះថ្នាក់ណាស់បងប្អូនអាចចុះទៅដើរតាមផ្លូវលំនេះទៅត្រង់ទៅប្រហែលជា2ម៉ែត្រទៅមុខទៀតនឹងឃើញភូមិមួយដែលគេបោះបង់ចោលជាយូរហើយប៉ុន្តែមានផ្ទះខ្លះនៅរឹងមាំអាចជ្រកភ្លៀងបានណាប្អូនវិចិត្រជាមនុស្សក្លាហានគាត់បានយល់ព្រមតាមយោបល់នោះគាត់ថាការសងព្រេងបែបនេះទើបមានអារម្មណ៍រំភើបស្រីនាងក៏បានយល់ព្រមដោយនាងចង់មើលឃើញភូមិចាស់ចាស់ដើម្បីយកទៅសិក្សាស្រាវជ្រាវចំណែករតនៈសាក់ទើបបន្តិចប៉ុន្តែក៏យល់ព្រមមុននេះនឹងចាន់មានអារម្មណ៍មិនស្រួលខ្លួនបន្តិចប៉ុន្តែក៏មិនហ៊ានប្រកែកដែរពួកគេបានយកកាមេរ៉ាទូរស័ព្ទដៃនិងអាហារស្ងួតបន្តិចបន្តួចឬក៏ចុះពីឡានដើរតាមផ្លូវលំចូលក្នុងព្រៃភ្លៀងនៅតែបន្តធ្លាក់ខ្លាំងហើយពួកគេសើងជប់ជាំទាំងអស់គ្នាដើរបានប្រមាណកន្លះម៉ោងពួកគេបានឃើញសញ្ញាដំបូងនៃភូមិចាស់នោះដំបូងឡើយវាគឺជាថ្លង់ទ្វារចាស់មួយមើលទៅពុកផុយទោះតែរលំទៅហើយដោយមានដើមឈើដុះពោតជុំវិញនៅលើថ្លង់ទ្វារមានសិលាចារឹកជាអក្សរខ្មែរបុរាណស្រីនាងព្យាយាមអានប៉ុន្តែអានមិនអស់នោះទេព្រោះតែឈើបានរលួយចិត្តអស់ទៅហើយនាងបានអានត្រឹមតែពាក្យថាភូមិគ្មានត្រឡប់ពួកគេដើរកាត់ថ្លង់ទ្វារនោះហើយចូលទៅក្នុងភូមិទិដ្ឋភាពដែលពួកគេបានឃើញគឺដូចជាឈុតឆាកក្នុងរឿងប្រឡំលោកភ័យខ្លាចអញ្ចឹងផ្ទះឈើចាស់ចាស់រាប់សិបខ្នងពុកផុយរសាត់រសាយបាត់អស់ដំបូលប្រក់ទឹកថ្នោតធ្លាក់ចុះមកដល់ដីរបងឫស្សីដែលផុតជុំវិញផ្ទះឲ្យលើបានខ្លាចទៅជាគំនរឈើប្រឡាក់ដីស្មៅដុះខ្ពស់ស្ទើរតែលើមនុស្សទៅទៀតនៅកណ្ដាលភូមិមានវត្តអារាមមួយដែលនៅសល់តែគ្រឹះថ្មនិងសសរខ្លះតែប៉ុណ្ណោះនៅក្បែរនោះមានសាលាឆាន់និងកុដិរបស់ព្រះសង្ឃដែលពុកផុយស្ទើរតែរលួយទាំងអស់ទៅហើយរតនៈបានពិនិត្យមើលដីនិងរុក្ខជាតិនៅជុំវិញគាត់បានកត់សម្គាល់ឃើញថាមានដើមឈើប្រភេទខ្លះដែលគាត់មិនធ្លាប់ឃើញដោយវាបានដុះពេញភូមិហើយផ្ការបស់វាស្រស់ឆើតនិងក្លិនក្រអូបឈ្ងុយឈ្ងប់ខ្លាំងណាស់រតនៈក៏បាននិយាយថាឈើនេះចម្លែកណាស់ខ្ញុំមិនដែលឃើញនៅកន្លែងណាផ្សេងនោះទេមុននេះដើរទៅជិតដើមឈើនោះហើយហាត់ក្លិនវាគេបាននិយាយថាក្លិននេះខ្ញុំធ្លាប់ធំប៉ុន្តែខ្ញុំនឹកមិនឃើញទេថាតើវាគឺជាក្លិនអ្វីចានមានអារម្មណ៍ថាវិលមុខបន្តិចប៉ុន្តែនាងគិតថាប្រហែលហត់នឹងការដើរហើយពួកគេបានសម្រេចចិត្តរកកន្លែងស្នាក់នៅសម្រាប់យប់នេះវិចិត្រក៏ឃើញផ្ទះមួយខ្នងដែលមើលទៅរឹងមាំជាងគេវាជាផ្ទះឈើមួយខ្នងមានរានហាលខ្ពស់និងបង្អួចធំទោះបីជាដំបូលប្រក់ទឹកថ្នោតរលួយអស់ខ្លះប៉ុន្តែជញ្ជាំងឈើនៅរឹងមាំហើយកម្រាលឥដ្ឋក៏មិនតរលួយដែរពួកគេក៏ចាប់ដើមឡើងទៅលើផ្ទះហើយរៀបចំកន្លែងសម្រាប់យប់មួយនេះស្រីនាងប្រទះឃើញសិភៅកត់ត្រាចាស់មួយក្បាលនៅក្នុងថតឈើនាងបានយកមើលឃើញថាសិភៅកត់ត្រារបស់មេភូមិសួរសិភៅនោះសរសេរជាអក្សរខ្មែរចាស់ប៉ុន្តែស្រីនាងអាចអានបានខ្លះនាងអានលឺៗឲ្យមិត្តភក្តិបានស្ដាប់ថានៅថ្ងៃទី23រោចមនុស្សស្លាប់កាន់តែច្រើនគ្រូស្អាងថាបណ្ដេញខ្មោចចេញហើយប៉ុន្តែអ្នកភូមិនៅតែស្លាប់ខ្ញុំចាប់ផ្ដើមជឿថានេះមិនមែនជារឿងខ្មោចទេប៉ុន្តែជារឿងអ្វីផ្សេងអ្វីមួយនៅក្នុងដីនេះអ្វីមួយនៅក្នុងទឹកនេះនៅទំព័រចុងក្រោយរបស់សៀវភៅគាត់បានសរសេរថាថ្ងៃនេះយើងត្រូវចាកចេញនិងបោះបង់ភូមិនេះចោលជារៀងរហូតសូមកុំឲ្យមាននរណាម្នាក់រស់នៅទីនេះទៀតឡើយបើអ្នកណាអានសម្បត្តិនេះរួចចូលរត់ចេញឲ្យឆ្ងាយកុំមើលក្រោយឲ្យសោះស្រីនាងឈប់អានហើយមើលមុខមិត្តភក្តិទាំងអស់គ្នាពួកគេកំពុងតែស្ដាប់ដោយភាពតានតឹងរតនៈ
និយាយដល់ព្យាយាមឲ្យអ្នកដទៃស្ងប់ស្ងាត់អើយមិនអីទេនេះគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះមនុស្សសម័យមុនគេជឿរឿងអបិយជំនឿណាស់ប្រហែលជារឿងជំងឺរាតត្បាតអ្វីមួយដោយធ្វើឲ្យពួកគេបានស្លាប់ទើបគិតថាមានខ្មោចលងមុននេះក៏បានសួរថាចុះហេតុអ្វីបានគេប្រាប់ថាឲ្យរត់ចេញកុំមើលក្រោយនេះដូចជារឿងព្រេងអំពីកន្លែងត្រូវបណ្ដាសាអញ្ចឹងវិចិត្រក៏បាននិយាយឆ្លើយតបវិញថាយើងគ្រាន់តែនៅទីនេះមួយយប់តែប៉ុណ្ណោះស្អែកព្រឹកមេឃឈប់ភ្លៀងយើងនឹងត្រឡប់ទៅរកឡានវិញហើយគ្មានរឿងអ្វីកើតឡើងនោះទេចាន់មិននិយាយអ្វីទេនាងកំពុងតែសំឡងទៅមើលក្រៅបង្អួចទៅកាន់ព្រៃដែលងងឹតលិចលង់ដោយទឹកភ្លៀងនាងមានអារម្មណ៍ថាមានអ្វីមួយកំពុងតែសម្លឹងមើលពួកគេពីក្នុងព្រៃនោះពេលយប់បានមកដល់ភ្លៀងនៅតែបន្តធ្លាក់មិនព្រមឈប់ពួកគេអុជទៀនហើយអង្គុយជុំគ្នានិយាយរឿងរ៉ាវផ្សេងដើម្បីបំភ្លេចការតានតឹងវិចិត្រយកកាមេរ៉ារបស់គាត់ថតរូបនៅក្រៅផ្ទះនិងថតរូបមិត្តភក្តិរបស់ពួកគេនៅពេលគាត់ថតរូបចាន់គាត់សង្កេតឃើញថាមានអ្វីមួយចម្លែកនៅក្នុងកែវថតនៅពីក្រោយចាន់មានស្រមោលម្នាក់កំពុងតែឈរគាត់ព្រិចភ្នែកមើលម្ដងហើយម្ដងទៀតតែមិនឃើញអ្វីសោះគាត់គិតថាប្រហែលជាគាត់ស្វាងភ្នែកហើយមើលទៅវេលាប្រហែលជាម៉ោង10យប់ពួកគេចាប់ផ្ដើមងុយគេងពួកគេរៀបចំកន្លែងដេកហើយពន្លត់ទៀននៅពាក់កណ្ដាលអាត្រៀតចាំងភ្ញាក់ឡើងដោយសារតែសម្លេងអ្វីមួយវាគឺជាសម្លេងខ្សឹបខ្សៀវពីចម្ងាយនាងស្ដាប់ទៅឃើញថាសម្លេងនោះដូចជាមនុស្សកំពុងតែអង្គុយសូត្រអ្វីមួយនាងបានដាស់មុនីដែលដេកនៅក្បែរនាងឲ្យភ្ញាក់រួចនាងខ្សឹបសួរថាមុនីតើមិនឮសូរអីអត់ហ៎មុនីស្ដាប់មួយសន្ទុះរួចក៏បាននិយាយថាឮដូចជាមនុស្សកំពុងតែសូត្រមន្តអ្វីពួកគេទាំងពីរនាក់បានទៅដាស់មិត្តអាទៀតឥឡូវនេះអ្នកទាំង5នាក់បានភ្ញាក់ដឹងខ្លួនទាំងអស់គ្នាសំឡេងនោះឮកាន់តែច្បាស់ឡើងវាចេញពីទិសខាងលិចនៃកន្លែងវត្តអារាមចាស់នៅវិចិត្រក៏បានសួរថាតើពួកយើងគួរទៅមើលបន្តិចអីរតនៈនិយាយទាំងសំឡេងតានតឹងថាកុំអីរឿងនេះគួរខ្លាចណាស់យើងមិនគួរទៅនៅទីនោះទេឯងគិតមើលក្នុងនោះព្រៃនេះគ្មានមនុស្សរស់នៅទេហេតុអីបានជាឮសំឡេងមនុស្សសូត្រធម៌ប៉ុន្តែវិចិត្រមិនព្រមស្ដាប់តាមគាត់បានយកកាមេរ៉ានិងពើរបស់គាត់ដើរចុះពីលើផ្ទះទៅមុនីនិងច័ន្ទក៏បានដើរតាមស្រីនាងនិងរតនៈនៅស្ទាក់ស្ទើរមួយសន្ទុះទីបំផុតពួកគេក៏ដើរតាមទៅដែរពួកគេដើរតាមសំឡេងទៅកាន់ទីធ្លាវត្តនោះនៅទីនោះក្រុងពន្លឺព្រះច័ន្ទដែលលិចលង់ដោយពពកពួកគេទាំងអស់បានឃើញអ្វីមួយដែលមិនអាចបញ្យល់បានមានមនុស្សប្រហែលជា10នាក់កំពុងតែអង្គុយព័ទ្ធជើងរង្វង់នៅទីធ្លានោះពួកគេស្លៀកពាក់ខោអាវចាស់ដូចជាមនុស្សសម័យរាប់រយឆ្នាំមុនអញ្ចឹងពួកគេកំពុងតែសូត្រអ្វីមួយជាភាសាខ្មែរបុរាណដោយសំឡេងស្ទើរតែដូចគ្នាទាំងអស់វិចិត្រលើកកាមេរ៉ាឡើងថតប៉ុន្តែគាត់មើលទៅតាមកែវថតគាត់ឃើញថាគ្មានអ្វីសោះនៅទីនោះវិចិត្រក៏បានដាក់កាមេរ៉ាចុះហើយមើលដល់ភ្នែកទទេគេបានឃើញថាមានមនុស្សនៅទីនោះដដែលគេក៏បានសួរមុនីថាឯងឃើញទេមុនីបានឆ្លើយទាំងសំឡេងញោបញ័រថាខ្ញុំឃើញតើវាគឺជាអ្វីរំពេចនោះមនុស្សទាំងអស់កំពុងតែអង្គុយក៏បែរមុខមករកពួកគេក្នុងពេលតែមួយមុខរបស់ពួកគេស្ទេចស្លាំងហើយភ្នែករបស់ពួកគេខ្មៅងងឹតពួកគេងើបដើរយឺតហើយចាប់ដើរមករកពួកគេភ្លាមនោះរតនៈក៏បានស្រែកថាពួកយើងនឹងភ្លេចរត់ពួកគេរត់ត្រឡប់ទៅផ្ទះវិញយ៉ាងលឿនពួកគេរត់ឡើងលើផ្ទះហើយបិទទ្វារយ៉ាងជិតពួកគេអង្គុយស្ងៀមដកដង្ហើមញាប់ដោយភ័យខ្លាចស្រីនាងសួរទាំងសំឡេងញាប់ញ័រថាតើនោះគឺជាអ្វីរតនៈក៏បានឆ្លើយថាខ្ញុំមិនដឹងទេប៉ុន្តែវាមិនមែនគឺជាមនុស្សទេភ្លាមនោះពួកគេឮសំឡេងដើរនៅក្រៅផ្ទះវាគឺជាសំឡេងដើរយឺតហាក់ដូចជាមនុស្សកំពុងតែដើរជុំវិញផ្ទះពេលនោះសត្វតែមានសំឡេងគោះទ្វារសំឡេងគោះនោះយឺតនិងទៀងទាត់ពួកគេមិនហ៊ានធ្វើអ្វីសោះពួកគេគ្រប់មាត់គ្រប់គ្នាកុំឲ្យឮសំឡេងការគោះទ្វារនៅតែបន្តរយៈពេលយូរប្រហែលជាច្រើនម៉ោងនៅពេលដែលព្រះអាទិត្យរះឡើងសំឡេងនោះក៏បានបាត់ទៅវិញនៅពេលព្រឹកឡើងពួកគេបើកទ្វារដោយប្រុងប្រយ័ត្ននៅខាងក្រៅផ្ទះគ្មានអ្វីសោះដីនៅខាងក្រៅផ្ទះក៏គ្មានស្នាមជើងអ្វីដែរស្រីនាងក៏បានសួរថាយប់មិញយើងឃើញទាំងអស់គ្នាមែនទេ
អ្នកដទៃទៀតបានឆ្លើយទាំងប្រកបបជារតនៈពិនិត្យមើលដីនៅទីឃ្លាវត្តកន្លែងដែលពួកគេឃើញមនុស្សអង្គុយជារង្វង់កាលពីយប់មិញគេរកមិនឃើញស្នាមអ្វីសោះក្រៅពីស្មៅដុះជាធម្មតាវិចិត្រពិនិត្យមើលរូបថតដែលគេថតបានកាលពីយប់មិញនៅក្នុងរូបថតទីឃ្លាវត្តនៅទទេស្អាតគ្មានមនុស្សអ្វីសោះប៉ុន្តែនៅពេលគាត់មើលរូបថតមួយសន្លឹកទៀតដែលគាត់ថតនៅក្នុងផ្ទះកាលពីម្សិលមិញគាត់ឃើញអ្វីដែលគួរតក់ស្លុតបំផុតនៅក្នុងរូបថតនោះមានស្រមោលមនុស្សឈរនៅពីខាងក្រោយច័ន្ទស្រមោលនោះមិនមែនជារបស់អ្នកណាម្នាក់ក្នុងក្រុមនោះទេវាគឺជាស្រមោលស្ត្រីម្នាក់ស្លៀកពាក់ខោអាវបែបបុរាណវិចិត្របង្ហាញរូបថតដល់អ្នកដទៃរួចគេក៏បាននិយាយថាអ្នកទាំងអស់គ្នាឆាប់មើលនេះមុននេះនិយាយទាំងសំឡេងតិចៗថាយើងមិនមានស្នាក់នៅតែម្នាក់ឯងនោះទេក្រោយមកពួកគេសម្រេចចិត្តស្វែងរកផុសតាងបន្ថែមទៀតអំពីអ្វីដែលបានកើតឡើងនៅទីនេះស្រីនាងបានអានបន្តសៀវភៅកត់តារបស់តាសួរនៅទំព័រ1នាងប្រទះឃើញព័ត៌មានសំខាន់មួយតាសួរបានកត់ត្រាថាប៉ុន្មានខែមុនពេលមនុស្សចាប់ផ្ដើមឈឺមានព្រឹត្តិការណ៍ចម្លែកមួយបានកើតឡើងមានដើមឈើចម្លែកមួយប្រភេទបានដុះនៅកណ្ដាលភូមិដែលគ្មាននរណាម្នាក់ធ្លាប់ឃើញពីមុនមកដើមឈើនោះមានផ្កាស្រស់និងក្លិនក្រអូបឈ្ងុយអ្នកភូមិខ្លះយកផ្កានោះទៅដាក់ក្នុងផ្ទះព្រោះគិតថាវាស្រស់ស្អាតតាសួរកត់ត្រាថាគាត់មានការសង្ស័យចំពោះដើមឈើមួយនោះព្រោះវាដុះយ៉ាងលឿនហើយគ្មាននរណាម្នាក់ដឹងថាវាមកពីណានោះទេគាត់ព្យាយាមរារាំងអ្នកភូមិមិនឲ្យយកផ្កានោះដាក់ក្នុងផ្ទះប៉ុន្តែអ្នកភូមិទាំងអស់មិនស្ដាប់តាមគាត់នោះឡើយភ្លាមនោះរតនៈក៏បាននិយាយថាដើមឈើនោះយើងឃើញវាពេញភូមិគេចងចាំថាកាលពីម្សិលមិញគេបានឃើញដើមឈើចម្លែកនោះហើយបានកត់ត្រាសម្គាល់ថាវាមានក្លិនក្រអូបយើងត្រូវតែពិនិត្យមើលដើមឈើនោះឲ្យបានច្បាស់លាស់ក្រោយមកពួកគេបានដើរទៅកាន់ដើមឈើចម្លែកមួយនោះដែលដុះនៅកណ្ដាលភូមិរតនៈយកកាំបិតកាត់មែកឈើមួយពិនិត្យមើលគាត់សង្កេតឃើញថានៅពេលដែលគាត់កាត់មែកឈើនោះមានជ័រស្រដៀងនឹងទឹកដោះគោហូរចេញមកក្រៅជ័រនោះមានក្លិនឈ្ងុយខ្លាំងរំពេចនោះច័ន្ទស្រាប់តែដួលសន្លប់មិត្តភក្តិទាំងអស់គ្នាបានទៅជួយគ្រានាងពួកគេបានស្រែកហៅនាងថាច័ន្ទនាងបានបើកភ្នែកឡើងវិញបន្ទាប់ពី3នាទីក្រោយមកនាងមើលទៅហត់នឿយនឹងសេចខ្លាំងជាខ្លាំងនាងបាននិយាយទាំងសំឡេងខ្សៅៗថាខ្ញុំបានឃើញអ្វីមួយខ្ញុំឃើញមនុស្សទាំងអស់នោះពួកគេកំពុងតែអង្គុយសូត្របន្ទាប់មកពួកគេក៏ក្រោកឡើងហើយដើរទៅក្នុងព្រៃបាត់ទៅរតនៈក៏បាននិយាយថានេះគឺជាសបិនទេច័ន្ទក៏បានឆ្លើយតបវិញថាទេមិនមែនទេវាដូចជាការពិតខ្ញុំអាចឮសំឡេងគេអាចឃើញមុខគេយ៉ាងច្បាស់ក្រោយពីមានរឿងនេះកើតឡើងពួកគេសម្រេចចិត្តថាត្រូវតែចាកចេញពីភូមិនេះឲ្យបានលឿនប៉ុន្តែពេលដែលពួកគេដើរទៅដល់ថ្លងទ្វារចាស់ពួកគេឃើញថាផ្លូវដែលពួកគេដើរពីម្សិលមិញបានបាត់អស់ទៅហើយជំនួសមកវិញមានតែព្រៃក្រាស់ដែលមើលទៅដូចជាគ្មាននរណាម្នាក់ធ្លាប់ដើរចូលអស់ជាច្រើនឆ្នាំអញ្ចឹងវិចិត្រក៏បាននិយាយថាមិនអាចទេយើងទើបតែដើរចូលតាមផ្លូវនេះកាលពីម្សិលមិញសោះហេតុអីផ្លូវទាំងអស់នោះបែរជាបាត់ទៅវិញភ្លាមនោះពួកគេព្យាយាមរកផ្លូវផ្សេងប៉ុន្តែរាល់ដងដែលពួកគេព្យាយាមចេញពីព្រៃពួកគេតែងតែត្រឡប់មករកភូមិវិញវាដូចជាភូមិនេះមានអំណាចអ្វីមួយដែលរារាំងពួកគេមិនឲ្យចេញទៅក្រៅពេលយប់ម្ដងទៀតពួកគេគ្មានជំរឿក្រៅពីត្រឡប់ទៅផ្ទះចាស់វិញនោះឡើយពួកគេមានអារម្មណ៍ថាអស់សង្ឃឹមនិងភ័យខ្លាចជាខ្លាំងនៅយប់នោះពួកគេសម្រេចចិត្តមិនដេកនោះទេតែអង្គុយចាំមើលអ្វីដែលបានកើតឡើងវិចិត្របានដាក់កាមេរ៉ារបស់ពួកគេថតជាប់ជានិច្ចនៅពាក់កណ្ដាលអាធ្រាត្រសំឡេងសូត្រមន្តបានឮសូរម្ដងទៀតលើកនេះវាកាន់តែខ្លាំងនិងកាន់តែជិតពួកគេក៏លេចទៅក្រៅបង្អួចឃើញមនុស្សទាំងអស់នោះកំពុងតែដើរកាន់ផ្ទះរបស់ពួកគេលើកនេះពួកគេមិនគ្រាន់តែអង្គុយសូត្រឡើយពួកគេកំពុងតែដើរយឺតមករកផ្ទះពួកគេដោយដៃនីមួយកាន់ភ្លឹងទៀនជាប់ដៃមុននេះក៏បាននិយាយថាយើងត្រូវតែធ្វើអ្វីមួយហើយរតនៈក៏បានសួរថាតើយើងធ្វើអ្វីមុននេះគិតមួយសន្ទុះរួចក៏គេបាននិយាយថាយើងត្រូវតែយល់អំពីពួកគេមិនចង់ធ្វើបាបយើងនោះទេខ្ញុំមានអារម្មណ៍ថាពួកគេកំពុងតែចង់ប្រាប់រឿងអ្វីមួយដល់ពួកយើង
និយាយរួចហើយមុននេះសម្ដេចចុះពីលើផ្ទះដើម្បីទៅជួបពួកគេមិត្តភ័ក្តិទាំងអស់ព្យាយាមរារាំងប៉ុន្តែគាត់មិនស្ដាប់តាមនោះទេពេលគាត់ចុះមកដល់ដីមនុស្សទាំងអស់នោះក៏ឈប់ដើរពួកគេនៅឈរស្ងៀមសម្លឹងមើលមុខគាត់មុននេះដើរទៅជិតពួកគេបន្តិចម្ដងគាត់ក៏បានសួរទាំងសំឡេងទន់ភ្លន់ថាតើអ្នកចង់បានអ្វីហេតុអីបានជាអ្នកនៅទីនេះមនុស្សម្នាក់ដែលឈរនៅមុខគេដែលមើលទៅដូចជាយើងចំណាស់បានលើកដៃចង្អុលទៅកាន់ដើមឈើចម្លែកមួយនោះបន្ទាប់មកនាងចង្អុលទៅកាន់ច័ន្ទដែលនាងកំពុងតែឈរមើលពីលើផ្ទះមកមុននេះយល់ភ្លាមគាត់ដើរត្រឡប់ទៅផ្ទះវិញហើយនិយាយប្រាប់មិត្តភក្តិថាពួកគេចង់ប្រាប់យើងថាដើមឈើនោះហើយជាមូលហេតុហើយមានតែច័ន្ទទេដែលអាចជួយពួកគេបានរតនៈចាប់ផ្ដើមគិតបែបវិទ្យាសាស្ត្រគាត់បាននិយាយថាចុះបើដើមឈើនោះបញ្ចេញសារធាតុអ្វីមួយដែលធ្វើឲ្យមនុស្សយល់ច្រឡំហើយអាចឲ្យយើងឃើញអ្វីមួយបែបសម័យតើយើងទៅធ្វើដូចម្ដេចទៅរតនៈក៏បានឆ្លើយថារូបថតអាចជាប់បាននៅអ្វីដែលយើងភ្នែកមើលមិនឃើញប៉ុន្តែវាមិនមានន័យថាវាគឺជាខ្មោចនោះទេពួកគេជជែកគ្នាយ៉ាងយូររហូតដល់ទល់ភ្លឺពេលព្រឹកឡើងមនុស្សទាំងអស់នោះក៏បានបាត់ទៅវិញរតនៈមិនអស់ចិត្តគេបានយកគំរូដើមឈើនោះទៅពិនិត្យឲ្យបានម៉ត់ចត់គាត់បានកាត់មែកឈើនិងផ្កាវាខ្លះដាក់ក្នុងថង់ផ្លាស្ទិកគាត់ក៏យកដីក្រោមដើមឈើនោះមកដាក់ផងដែរគេក៏បាននិយាយថាបើយើងអាចចេញពីទីនេះបានខ្ញុំនឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ច័ន្ទបាននិយាយទាំងអស់សង្ឃឹមថាតើយើងមិនអាចចេញពីទីនេះបានមែនទេឬល្ងាចនោះពួកគេសម្រេចចិត្តស្វែងរកភស្តុតាងបន្ថែមទៀតអំពីប្រវត្តិភូមិមួយនេះស្រីនាងអានបន្តសៀវភៅកត់តារបស់តាសួរហើយប្រទះឃើញទំព័រមួយដែលនាងបានមើលរំលងកាលពីមុននៅក្នុងទំព័រនោះតាសួរបានកត់ត្រាថាមុននឹងពួកយើងស្លាប់គាត់បានសុបិនឃើញដូនម្នាក់មកប្រាប់គាត់ថាដើមឈើចម្លែកមួយនោះគឺជាដើមឈើដែលដុះចេញពីធ្នូរបស់គ្រូមន្តអាគមម្នាក់ដែលត្រូវបានគេសម្លាប់ដោយអយុត្តិធម៌កាលពីជាង100ឆ្នាំមុនគ្រូមន្តអាគមនោះបានបន្សល់ទុកនៅបណ្ដាសាមួយថាអ្នកណាដែលយកផ្កាដើមឈើនោះដាក់ក្នុងផ្ទះនឹងត្រូវវិញ្ញាណរបស់គាត់លោកមិនឡាចហើយស្លាប់បន្តិចម្ដងតាសួរព្យាយាមរកវិធីបំបត្តិបណ្ដាសានេះប៉ុន្តែមិនបានសម្រេចនៅទំព័រចុងក្រោយគាត់បានសរសេរថាគាត់នឹងព្យាយាមធ្វើពិធីសុំទោសដល់គ្រូមន្តអាគមនោះដើម្បីឲ្យបណ្ដាសាធូរស្រាលប៉ុន្តែមិនដឹងទេថាគាត់ធ្វើពិធីនេះដោយជោគជ័យឬយ៉ាងណានោះទេមុននេះក៏បាននិយាយថានេះហើយជាមូលហេតុយើងត្រូវតែធ្វើពិធីសុំទោសដោយលោកតាសួរដែលចង់ធ្វើរតនៈសួរដោយការសង្ស័យឯងជឿរឿងនេះមែនទេហាមុននេះក៏បានឆ្លើយថាខ្ញុំមិនដឹងថាត្រូវជឿអ្វីនោះទេប៉ុន្តែយើងគ្មានជំរឿផ្សេងនោះទេយើងមិនអាចចេញពីទីនេះបាននោះទេក្រោយពួកគេពិភាក្សាគ្នាជាប់ពួកគេសម្រេចចិត្តធ្វើតាមអ្វីដែលតាសួរបានកត់ត្រាទុកស្រីនាងអានសៀវភៅកត់ត្រានោះម្ដងទៀតយ៉ាងលម្អិតដើម្បីស្វែងរកពិធីសាសនាដែលលោកតាសួរគ្រងនឹងធ្វើពិធីនោះតម្រូវឲ្យរៀបចំពិធីគ្រឿងបូជានិងសូត្រមន្តអំពាវនាវដល់វិញ្ញាណក្ខន្ធគ្រូអាគមនោះពួកគេត្រូវការទៀនធូបផ្កាឈូកនិងចង្ហាន់សំណាងល្អពួកគេមានទៀននិងធូបខ្លះដែលយកមកសម្រាប់បំភ្លឺនៅពេលយប់ចំណែកផ្កាឈូកពួកគេរកឃើញនៅក្នុងស្រះក្បែរវត្តចង្ហាន់វិញពួកគេយកអង្ករដែលនៅខ្សែសជំនួសធ្វើនៅពេលយប់បានមកដល់ពួកគេចុះទៅទីធ្លាវត្តកន្លែងដែលពួកគេឃើញមនុស្សទាំងអស់នោះកំពុងតែអង្គុយសូត្រមន្តពួកគេបានរៀបចំគ្រឿងបូជាហើយអុជទៀននិងធូបមុននេះជាអ្នកដឹកនាំពិធីព្រោះគាត់ស្គាល់ពាក្យសូត្រខ្លះពីការសិក្សាផ្នែកទស្សនវិជ្ជាគាត់សូត្រតាមអ្វីដែលតាសួរបានកត់ត្រាទុកដោយអំពាវនាវសុំទោសដល់វិញ្ញាណក្ខន្ធរបស់គ្រូនោះពេលកំពុងតែសូត្រជល់បោកយ៉ាងខ្លាំងទៀនរលត់អស់ជាច្រើនដើមតែពួកគេអុជឡើងវិញសត្វតែមានពន្លឺអ្វីមួយចេញពីដើមឈើចម្លែកមួយនោះពន្លឺនោះភ្លឺឡើងរហូតដល់ភ្លឺពេញទីធ្លាវត្តទាំងមូលបន្ទាប់មកមនុស្សទាំងអស់នោះក៏លេចចេញមុខម្ដងទៀតលើកនេះពួកគេមិនមែនជាមនុស្សដែលមានទឹកមុខសេចស្លាំងនិងភ្នែកខ្មៅងងឹតទៀតនោះទេពួកគេគឺជាមនុស្សធម្មតាដែលមានទឹកមុខស្រស់ស្រាយនិងញញឹមស្ត្រីចំណាស់ដែលថប់ចង្អុលប្រាក់មុនីកាលពីយប់មុនបានដើរមកជិតពួកគេ
ហើយនិយាយទាំងសម្ដីទន់ភ្លន់ថាអរគុណកូនយើងរងចាំជាយូរមកហើយដើម្បីឲ្យនរណាម្នាក់ធ្វើពិធីមួយនេះនាងបន្តទៀតថាគ្រូអគុំនោះគឺជាបុព្វបុរសរបស់យើងគាត់ត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ដោយសារតែគេច្រណែននៅអំណាចរបស់គាត់មុនពេលគាត់ស្លាប់គាត់បានបន្សល់ទុកនៅបណ្ដាសាមួយថាអ្នកណាដែលបានយកផ្កាពីដើមឈើដុះពីលើធ្នូរបស់គាត់ទៅដាក់ក្នុងផ្ទះនឹងត្រូវវិញ្ញាណរបស់គាត់លោកបន្លាចប៉ុន្តែការពិតគាត់មិនចង់ឲ្យអ្នកណាស្លាប់នោះទេគាត់គ្រាន់តែចង់ឲ្យគេទទួលកំហុសនិងសុំទោសគាត់តែប៉ុណ្ណោះស្រីនាងក៏បានសួរបន្តទៀតថាតើយើងអាចជួយអ្វីបានទៀតស្រីចំណាស់នោះក៏បានឆ្លើយអ្នកបានធ្វើវាត្រូវហើយឥឡូវនេះយើងអាចទៅកាន់លោកខាងមុខបានហើយប៉ុន្តែមុននឹងយើងទៅយើងចង់ឲ្យអ្នកដឹងថាអ្នកមិនមែនជាមនុស្សដំបូងទេដែលមកដល់ភូមិមួយនេះក្នុងរយៈពេល100ឆ្នាំនេះមានមនុស្សជាច្រើនបានមកដល់ប៉ុន្តែពួកគេមិនអាចចាក់ចេញទៅបាននោះឡើយព្រោះពួកគេមិនយល់ពីអ្វីដែលបានកើតឡើងពួកគេបានខ្លាចទៅជាផ្នែកមួយនៃបណ្ដាសានេះដែរនិយាយបណ្ដាគាត់បានចង្អុលទៅកាន់មនុស្សមួយចំនួនដែលឈរនៅពីក្រោយនាងពួកគេគឺជាមនុស្សស្លៀកពាក់បែបទំនើបមិនមែនជាសម្លៀកបំពាក់បុរាណនោះទេអ្នកទាំងអស់នេះជាអ្នកដំណើរដែលវង្វេងមកដល់ភូមិមួយនេះក្នុងរយៈពេលប្រមាណសតវត្សរ៍ចុងក្រោយមួយនេះពួកគេបានស្លាប់ហើយវិញ្ញាណរបស់ពួកគេក៏នៅជាប់នៅទីនេះដែរឥឡូវនេះពួកគេអាចទៅជាមួយយើងបានហើយពួកនិស្សិតក៏លេចមើលមុខគ្នាទៅវិញទៅមកដោយភាពភ័យរន្ធត់ពួកគេដឹងថាពួកគេស្ទើរតែខ្លាចទៅជាជនរងគ្រោះបន្ទាប់ទៅហើយស្រីចំណាស់ម្នាក់នោះក៏បាននិយាយបន្តទៀតថាឥឡូវនេះអ្នកអាចចេញពីភូមិនេះបានហើយប៉ុន្តែត្រូវចាំថាកុំយកអ្វីពីទីនេះទៅឲ្យសោះជាពិសេសគឺផ្កានឹងដើមឈើមួយនេះនាងបែរទៅរកច័ន្ទហើយនិយាយថាកូនមានអំណាចពិសេសមួយគឺអាចមើលឃើញអ្វីដែលអ្នកដទៃមិនអាចមើលឃើញបានចូលកូនប្រើអំណាចមួយនេះឲ្យមានប្រយោជន៍បន្ទាប់ពីពាក្យទាំងនេះពន្លឺក៏រលត់ទៅវិញបន្តិចម្ដងមនុស្សទាំងអស់ក៏បាត់ទៅដែរនៅសល់តែពួកក្រុមនិស្សិតទាំង5នាក់ឈរនៅកណ្ដាលទីធ្លាវត្តក្រោមពន្លឺព្រះច័ន្ទតែប៉ុណ្ណោះលុះព្រឹកឡើងពួកគេដើរទៅកាន់ថ្លង់ទ្វារចាស់ម្ដងទៀតលើកនេះផ្លូវដែលពួកគេដើរកាលពីដំបូងបានលេចចេញឡើងវិញពួកគេដើរតាមផ្លូវនោះចេញពីភូមិដោយមិនហ៊ានមើលក្រោយឡើយពួកគេដើរប្រហែលជាកន្លះម៉ោងក៏ឃើញឡានរបស់ពូនៅរោងចាំនៅកន្លែងដដែលអ្នកបើកបរកំពុងតែអង្គុយរោងចាំគេដោយក្តីបារម្ភពូទៅកងឡានឃើញក្រុមនិស្សិតដើរចេញបែបនេះគាត់ក៏បាននិយាយទៅកាន់ពួកគេថាតើពួកបងប្អូនមានរឿងអីកើតឡើងពួកឯងបានបាត់ខ្លួន2សប្តាហ៍ហើយខ្ញុំព្រួយបារម្ភណាស់ថារៀបនឹងទៅចូលរកពួកឯងហើយស្រាប់តែពួកឃើញពួកឯងដើរចេញមកពួកក្រុមនិស្សិតក៏លេចមើលគ្នាទៅវិញទៅមកពួកគាត់គិតថាពួកគេបានចំណាយពេលតែ3ថ្ងៃប៉ុណ្ណោះនៅក្នុងភូមិមួយនោះប៉ុន្តែតាមពិតគឺ2សប្តាហ៍ទៅហើយនៅតាមផ្លូវត្រឡប់ទៅភ្នំពេញវិញពួកគេនិយាយគ្នាតិចម្នាក់ស្ថិតក្នុងគំនិតរបស់ខ្លួនរតនៈបានបោះចោលគំរូដើមឈើនិងដីដែលគាត់បានយកមកដែលគេធ្វើតាមការណែនាំរបស់ស្ត្រីចំណាស់ម្នាក់នោះគេមិនប្រថុយប្រថាននឹងជីវិតឡើយនៅពេលពួកគេមកដល់ភ្នំពេញវិញពួកគេបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនប៉ុន្តែមុននឹងពួកគេបែកផ្លូវគ្នាពួកគេបានសន្យាគ្នាថានឹងមិនប្រាប់នរណាអំពីរឿងដែលបានកើតឡើងក្នុងភូមិនោះឡើយវិចិត្របានលុបរូបថតទាំងអស់នោះដែលគាត់បានថតនៅក្នុងភូមិនោះលើកលែងតែរូបថតមួយសន្លឹកដែលគេទុកជាការចងចាំរូបនោះជារូបថតមិត្តភ័ក្តិរបស់គាត់ដែលកំពុងតែអង្គុយនៅផ្ទះចាស់នៅក្នុងរូបនោះគាត់លែងឃើញស្រមោលខ្មៅចម្លែកនោះទៀតហើយចំណែកចានបានផ្លាស់ប្ដូរជាច្រើនបន្ទាប់ពីព្រឹត្តិការណ៍នោះមកនាងកាន់តែយកចិត្តទុកដាក់លើការសិក្សាផ្នែកចិត្តវិទ្យាជាពិសេសផ្នែកចិត្តវិទ្យានៃការភ័យខ្លាចនិងការយកឃើញរបស់មនុស្សនាងតែងតែនឹកឃើញពាក្យសម្ដីរបស់ស្ត្រីចំណាស់នោះដែលបានប្រាប់នាងថានាងមានអំណាចពិសេសប៉ុន្មានខែក្រោយមកពួកគេទាំង5នាក់បានជួបជុំគ្នាម្ដងទៀតពួកគេបានទៅអង្គុយញ៉ាំអាហារជាមួយគ្នាហើយនិយាយរឿងរ៉ាវដែលបានកន្លងផុតទៅស្រីនាងក៏បាននិយាយថាខ្ញុំនៅតែមិនអាចភ្លេចរឿងនោះបាននោះឡើយ
វាដូចជាសបិនអាក្រក់មួយមុននេះក៏បាននិយាយបន្តទៀតថាប៉ុន្តែយើងបានធ្វើអ្វីមួយជាច្រើនចំពោះវាយើងបានមេរៀនថាមានអ្វីជាច្រើននៅក្នុងโลกនេះដែលវិទ្យាសាស្ត្រមិនអាចពន្យល់បានរតនៈនិយាយដោយញញឹមថាឬប្រហែលវិទ្យាសាស្ត្រអាចពន្យល់បានតែយើងមិនទាន់ដឹងចំណែកច័ន្ទនៅស្ងៀមតាមមិត្តភក្តិនិយាយគ្នានាងមើលទៅកាន់បង្អួចមើលទៅកាន់មេឃពេលរាត្រីវិចិត្រឃើញបែបនេះគេក៏បានសួរថាច័ន្ទតើឯងកំពុងគិតអីហ្នឹងច័ន្ទក៏បានឆ្លើយថាខ្ញុំកំពុងតែគិតពីអ្វីដែលស្ត្រីចំណាននោះបាននិយាយនាងថាខ្ញុំមានអំណាចពិសេសតាំងពីពេលនោះមកខ្ញុំចាប់ផ្ដើមសង្កេតឃើញអ្វីៗប្លែកៗនៅជុំវិញខ្លួនខ្ញុំពេលខ្លះខ្ញុំឃើញស្រមោលមនុស្សដែលអ្នកដទៃមិនអាចមើលឃើញឬសំឡេងមនុស្សដែលមិនអាចឮរតនៈក៏បាននិយាយលួងលោមគេថាមិនអីទេច័ន្ទប៉ុន្តែឯនិយាយរឿងនេះធ្វើឲ្យខ្ញុំព្រួយណាស់ច័ន្ទក៏បានញញឹមហើយគេក៏បាននិយាយថាកុំព្រួយអីខ្ញុំចាប់ដើមយល់ថាអំណាចមួយនេះគឺមិនមែនគួរឲ្យខ្លាចនោះទេវាគ្រាន់តែជាសមត្ថភាពមួយដែលខ្ញុំត្រូវតែរៀនវាបន្ថែមឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះនាងបន្តទៀតថាពេលខ្លះខ្ញុំគិតថាមនុស្សដែលស្លាប់ទៅពួកគេមិនបានបាត់ទៅណានោះទេពួកគេនៅជុំវិញខ្លួនយើងគ្រាន់តែយើងមិនអាចមើលឃើញតែប៉ុណ្ណោះហើយពេលខ្លះពួកគេត្រូវការជំនួយពីយើងដើម្បីឲ្យពួកគេអាចទៅកាន់លោកខាងមុខបានពួកគេបាននិយាយគ្នារហូតដល់យប់ជ្រៅមុននឹងបែកគ្នាពួកគេបានសន្យាថានឹងរក្សាទំនាក់ទំនងមួយនេះជាមួយគ្នាជានិច្ចហើយបើមានរឿងអ្វីកើតឡើងពួកគេនឹងជួយគ្នាភូមិអត់មនុស្សនៅតែស្ថិតនៅកណ្ដាលព្រៃដដែលគ្មាននរណាម្នាក់ហ៊ានចូលទៅទីនោះទៀតឡើយដើមឈើចម្លែកនៅតែដុះដដែលហើយបន្តរីកផ្កាស្រស់ស្អាតជារៀងរាល់ឆ្នាំប៉ុន្តែឥឡូវនេះគ្មានបណ្ដាសាអ្វីនៅទីនោះទៀតឡើយវិញ្ញាណទាំងអស់បានទៅកាន់លោកខាងមុខអស់ហើយចំណែកនិស្សិតទាំង5នាក់បានបន្តការសិក្សារបស់ពួកគេហើយបានក្លាយទៅជាមនុស្សពេញវ័យដែលមានអាជីពរៀងៗខ្លួនប៉ុន្តែពួកគេមិនដែលភ្លេចបទពិសោធន៍នៅភូមិអត់មនុស្សនោះទេវាបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ពួកគេដែលបង្រៀនពួកគេអំពីការភ័យខ្លាចក្តីសង្ឃឹមនិងអំណាចនៃការយោគយល់គ្នាទៅវិញទៅមកបាទសូមអរគុណសាច់រឿងក៏បានបញ្ចប់មកដល់ត្រឹមនេះក៏សង្ឃឹមថាបងប្អូននឹងពេញចិត្តនៃសាច់រឿងមួយនេះនិងបន្តគាំទ្រវីដេអូរបស់ខ្ញុំនៅក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលា